បាទសូមជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តពុកម៉ែមីងមាទាំងអស់គ្នានៅក្នុងវេលាឱកាសនេះខ្ញុំបាទសូមលំអរកាយពំនាំយកសាច់រឿងមួយដែលនិយាយអំពីគ្រូស្មិលក្រពើកន្ទុយខ្លីដែលជាកន្ទុយភ្លើងហើយរឿងនេះខ្ញុំក៏ត្រូវបានដកស្រង់ចេញពីសម្ដីរបស់ចាស់ព្រឹទ្ធាចារ្យដែលនៅក្នុងភូមិរបស់ខ្ញុំដែលកាលនោះគាត់មានប្រជជន30ឆ្នាំប៉ុន្តែឥឡូវគាត់មានប្រជជនរហូតដល់70ឆ្នាំជាងទៅហើយហេតុដូច្នេះហើយរឿងរ៉ាវនោះគឺបានកើតឡើងទៅលើមិត្តភ័ក្តិរបស់គាត់ដែលជាអ្នករៀននៅរបៀនអាគមគាថាហើយនៅពេលនោះមិត្តរបស់គាត់បានទៅនេសាទត្រីក៏ជួបប្រទះជាមួយនឹងគ្រោះអាសន្នគឺគ្រោះធម្មជាតិបានធ្វើឲ្យគាត់លិចទូកនៅឯកណ្ដាលទន្លេលុះនៅពេលដែលអ្នកភូមិបានដឹងថាគ្រួសារបាត់ខ្លួនក៏អញ្ជើញគ្រូអាគមមានដូចជាព្រះសង្ឃនិងចាស់មួយចំនួនទៀតនាំគ្នាទៅស្វែងរកមិត្តភ័ក្តិរបស់គាត់ហើយនៅក្នុងនោះក៏មានគាត់ទៅជាមួយផងដែរបន្ទាប់មកគាត់ក៏បានប្រាប់ខ្ញុំថានៅពេលដែលគ្រប់គ្នាបានរកឃើញនោះគឺមិនឃើញជាមនុស្សនោះទេគឺបែរទៅជាឃើញស្រកាក្រពើនៅលើទូកដែលគាត់បានលិចនោះបន្ទាប់មកគេក៏ចាប់ផ្ដើមរកគ្រូទាយលុះនៅពេលដែលគ្រូទាយបានទាយថាគាត់បានคล้ายខ្លួនទៅជាក្រពើអ្នកតាបាត់ទៅហើយដោយសារតែគាត់គឺជាចេះរបៀនអាគមផងនោះអញ្ចឹងហើយបានជាធ្វើឲ្យគាត់คล้ายខ្លួនទៅជាក្រពើស្មិលប៉ុន្តែគាត់មិនអាចប្រែក្រឡាទៅជាមនុស្សបានទេលើកលែងតែថ្ងៃសិលហើយរឿងរ៉ាវនេះគឺខ្ញុំមិនតម្រូវឲ្យពុកម៉ែបងប្អូនជឿទាំងស្រុងនោះទេដោយសារតែខ្ញុំបានដកស្រង់ចេញពីសម្ដីរបស់គាត់ផងដែរអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាប្រើវិចារណញ្ញាណនៅក្នុងការស្ដាប់នៅសាច់រឿងទាំងអស់មួយនេះអញ្ចឹងកុំឲ្យខាត់ពេលយូរសូមបង្វែរអារម្មណ៍ទៅរីករាយស្ដាប់ថាតើសាច់រឿងទាំងអស់នោះទៅជាយ៉ាងណាមេឃនារដូវវស្សាឆ្នាំ1979ដែលទើបតែនឹងរលត់ភ្លើងសង្គ្រាមនៃរបបប្រល័យពូជសាសន៍ថ្មីហើយមើលទៅហាក់បីដូចជាកំពុងតែយំសោកសង្រេងជួបជាមួយនឹងការទុក្ខលំបាកនៃប្រជានុរាស្ត្រដែលទើបតែនឹងងើបចេញផុតពីភ្លើងសង្គ្រាមនោះឯងហើយនៅឯភូមិកំពង់ស្ទឹងដែលជានិគមជនបទមួយបានលាក់ខ្លួនយ៉ាងកំសត់នៅតាមបណ្ដោយដងទន្លេធំផ្ទះប្រក់ស្បូវប៉ុន្មានខ្នងដែលបានឈរយ៉ាងរខេរខានៅក្បែរមាត់ច្រាំងហើយទឹកទន្លេនារដូវវស្សានោះក៏ឡើងខ្ពស់ល្អក់កកដូចជាពណ៌ដីដែលលាយឡំជាមួយនឹងកាកសំណល់ស្លឹកឈើផ្សេងឬក៏ដីល្បាប់ហូរគួចបោកបក់ផ្ទុបជាមួយនឹងឫស្សីព្រៃហើយបន្លឺសំឡេងឡើងគួរឲ្យព្រឺព្រួចសម្រាប់អ្នកភូមិកំពង់ស្ទឹងទន្លេនេះគឺជាឆ្នាំងបាយផងនិងជាទីបញ្ចុះដល់អាចកំបាំងរាប់រយឆ្នាំផងដែរនៅក្នុងចំណោមអ្នកភូមិដែលបានសេះសល់ពីសង្គ្រាមមានបុរសចំណាស់ចំនួន2នាក់ដែលបានគេចផុតពីភ្លើងសង្គ្រាមរួចរានមានជីវិតហើយអ្នកភូមិត្រូវបានចាត់ទុកគាត់ថាគឺជាសសរទ្រូងនិងក៏ជាសិល្បៈនៃអ្នកភូមិដទៃទៀតសម្រាប់យកគំរូនេសាទចិញ្ចឹមជីវិតបុរសទាំង2នាក់នោះមានដូចជាលោកអ៊ំអេងជាមួយនឹងអ៊ំសុងអ៊ំអេងវិញគាត់គឺជាមនុស្សដែលចូលចិត្តស្ងប់ស្ងាត់មិនសូវចេះជជែកវែកញែកជាមួយនឹងអ្នកភូមិណាម្នាក់ឡើយលុះត្រាតែមានការចាំបាច់អ្វីផ្សេងទើបអាចគាត់ទៅជជែកជាមួយនឹងអ្នកភូមិម្នាក់នោះក្រឡេកទៅមើលក្រសែភ្នែករបស់គាត់គឺកាយខ្លាំងណាស់សម្លឹងមើលទៅខ្សែទឹកនៃឯទន្លេគាត់អាចដឹងអំពីជម្រៅនិងដឹងពីផ្លូវត្រីឆ្លងកាត់ហើយនៅក្នុងចំណោមបុរសម្នាក់ទៀតគឺលោកអ៊ំសុងគាត់គឺជាមនុស្សមានមាឌធំដំបងក្រាស់សាច់ដុំរឹងមាំហើយបើទោះបីជាវ័យរបស់គាត់ចំណាស់បន្តិចក្តីគាត់ក៏ពូកែខាងកម្លាំងផងដែរហើយគាត់ក៏មានជំនឿយ៉ាងមុតមមទៅលើបារមីម្ចាស់ទឹកម្ចាស់ដីជាពិសេសគឺអ្នកតាទឹកនឹងឯងនៅថ្ងៃមួយនាពេលល្ងាចខ្យល់ក៏ចាប់ផ្ដើមបក់បក់យ៉ាងខ្លាំងហើយក៏នាំមកនៅក្លិនដីសើមលាយឡំជាមួយនឹងក្លិនត្រីឆ្អាបពីបាតទន្លេពពកខ្មៅងងឹតនៅឯលើអាកាសក៏បានផ្ដុំគ្នាទៅឯទិសខាងលិចបិទបាំងពន្លឺព្រះអាទិត្យយ៉ាងជិតឈឹង
អ្នកភូមិភាគច្រើនក៏បាននាំគ្នារត់ចូលខ្ទមតែនៅឯមាត់កំពង់ឯនោះវិញពួកគេបានសង្កេតឃើញបុរសពីរនាក់អ៊ំអេងជាមួយនឹងអ៊ំសុងកំពុងតែរៀបចំមងនិងសន្ទូចហើយមងរបស់ពួកគាត់គឺក្រឡាធំណាស់ដាក់ចូលទៅក្នុងទន្លេរបស់ពួកគាត់ក៏រៀបចំកិច្ចការរួចក៏នាំគ្នាឡើងទូកមកវិញនៅគ្រានោះក៏បានឮសំឡេងឧទានឡើងថាចេញពីអ៊ំអេងណែអាសុងអើយឯងកុំភ្លេចថានៅក្នុងឆ្នាំនេះយើងគ្មានអ្វីត្រូវបាត់បង់ទៀតនោះទេអ្នកភូមិយើងកំពុងតែដាច់ពោះហើយយើងក៏មិនអាចទៅយកត្រីយប់នេះបានទេវើយថ្ងៃស្អែកក្មេងៗនឹងគ្មានអីហូបទេទន្លេនេះកាចមែនតែវាក៏អាចចិញ្ចឹមជីវិតយើងបានដែរណាអំឡុងពេលនោះអ៊ំអេងគាត់បានពោលរួចអ៊ំសុងក៏ឆ្លើយថាអាអេងអើយផ្ទៃមេឃថ្ងៃនេះកមើលទៅហាក់បីដូចជាមិនអំណោយផលនៅក្នុងការនេសាទយើងទេណាហើយមើលទៅហាក់បីដូចជាវាចង់លេបត្របាក់មកកាន់ភូមិឋានយើងខ្យល់នេះមិនមែនជាខ្យល់ធម្មតាទេវើយវាដូចជាមានអ្វីម្យ៉ាងដែលនៅរងចាំយើងឯកណ្ដាលទន្លេនោះអ៊ំសុងគាត់និយាយបណ្ដើដៃម្ខាងគាត់បាចទឹកចេញពីទូកបណ្ដើហើយបានសម្លឹងចោលក្រសែភ្នែកទៅឯក្រសែទឹកដែលនៅឆ្ងាយនិយាយចប់ពួកគាត់ក៏បានរុញទូកទម្លាក់ចូលទៅក្នុងចរន្តទឹកដែលកំពុងតែបោកបក់ទូឈើដ៏តូចមួយបានហែលកាត់រលកធំមើលទៅប្រៀបបីដូចជាស្លឹកឈើមួយសន្លឹកដែលកំពុងតែអណ្តែតតស៊ូប្រឆាំងជាមួយនឹងកំហឹងរបស់ធម្មជាតិយ៉ាងអញ្ចឹងនៅពេលទូកមកដល់ចំណុចកណ្ដាលទន្លេភ្លាមអ្នកភូមិបានហៅថាអន្លង់ខ្មោចលិចមេឃក៏ចាប់ផ្ដើមទម្លាក់គ្រាប់ភ្លៀងយ៉ាងគំហុកភ្នែកបន្ទោលផ្លេចនិងផ្គរលាន់ក្តាំងបានបន្លឺសំឡេងឡើងហើយពន្លឺភ្លឹបភ្លែបបង្ហាញឲ្យឃើញនៅរលកទឹកដល់ងងឹតដែលកំពុងតែព្យុះកញ្ជ្រោលអ៊ំអេងនៅគ្រានោះគាត់ក៏បានបញ្ជាឲ្យអ៊ំសុងទម្លាក់យុទ្ធការចោះរួចហើយពួកគាត់ទាំងពីរក៏ចាប់ផ្ដើមរាយម៉ងនិងបោះសន្ទូចចូលទៅក្នុងទន្លេបរិយាកាសស្ងាត់ជ្រងំខុសប្លែកពីប្រក់កដីនៅចន្លោះពេលដែលរន្ទះបាញ់ម្ដងស្រាប់តែមានខ្សែម៉ងទៅតែនឹងទម្លាក់មិនទាន់បានប៉ុន្មានម៉ោងផងក៏ត្រូវបានទាញកន្ត្រាក់យ៉ាងខ្លាំងរហូតដល់ទូកត្រេតទៅម្ខាងទៀតអំឡុងគ្រានោះអ៊ំសុងគាត់ក៏ខំប្រឹងទាញខ្សែម៉ងរបស់គាត់សាច់ដុំដៃរបស់គាត់ឡើងយ៉ាងធំញើសជោគថ្ងាសលាយឡំជាមួយនឹងសំឡេងទឹកហូរស្រក់ចុះមកបន្ទាប់ពីនោះទៅអ៊ំសុងគាត់ក៏បានឧទានឡើងថាអេងអើយឯងជួយទាញអញបន្តិចទៅមើលវាធំណាស់វាមិនមែនជាត្រីទេវើយបើតាមតែអញស្មានទៅវាទាញចង់លិចទូកទៅហើយណាឲ្យលឿនឡើងមកឆាប់ទាញគ្នាអ៊ំអេងគាត់ក៏បានស្ទុះទៅជួយទាញខ្សែម៉ងជាមួយនឹងអ៊ំសុងបទពិសោធន៍ជាង40ឆ្នាំរបស់អ្នកនេសាទប្រាប់គាត់ថានេះអាចជាត្រីរាជឬត្រីគោរាំងដែលជាត្រីធំឬក៏ត្រីយក្សនៅបឹងទន្លេសាបដែលបានរស់នៅឯបាតទន្លេជ្រៅតាំងតែពីយូរលង់ណាស់មកហើយទឹកទន្លេកន្លែងនោះក៏ស្រាប់តែវិលវល់បង្កើតជាគួចអ៊ំអេងគាត់បានសម្លឹងមើលទៅកាន់បាតទឹកនៅក្នុងពន្លឺនៃចន្លោះភ្នែកបន្ទោលគាត់ហាក់បីដូចជាបានឃើញនៅស្រមោលខ្មៅដ៏ធំមួយប្រវែងស្មើនឹងទូករបស់គាត់កំពុងតែរើបំរាស់យ៉ាងសាហាវនៅក្នុងបណ្ដាញមងរបស់គាត់នោះឯងការប្រយុទ្ធរវាងមនុស្សជាមួយនឹងធម្មជាតិក៏ចាប់ផ្ដើមកើតឡើងដែលបានផ្ទុះនៅក្នុងអារម្មណ៍របស់ពួកគាត់ខ្សែមងក៏ចាប់ផ្ដើមតឹងហើយបន្ទាប់មកទឹកភ្លៀងនៅតែបន្តធ្លាក់យ៉ាងគំហុកសុងប្រយ័ត្នណាប្រយ័ត្នរលកណាអើយអ៊ំអេងគាត់បានស្រែកប្រាប់ទៅកាន់អ៊ំសុងដោយសេចក្តីបារម្ភនៃមិត្តរបស់គាត់នៅឯចុងទូកម្ខាងណែទូកត្រូវទាញអូសបញ្ច្រាស់ខ្សែទឹកអ៊ំសុងគាត់ក៏បានយកជើងជន់ខ្នងទូកនិងដៃម្ខាងទៀតគាត់បានចាប់ទាញខ្សែម៉ងហើយដៃគាត់ទាំងពីរក៏ចាប់ផ្ដើមកាន់កាំបិតត្រៀមនឹងកាត់ផ្ដាច់ចោលនៃខ្សែទូកដើម្បីកុំឲ្យវាទាក់និងរមូរជាមួយនឹងរនងម៉ងដែលជាប់នៅសភាវៈចម្លែកនោះអេង
បើយើងមិនលែងវាទេនោះយើងនឹងស្លាប់ទាំងពីរនាក់ហើយណាព្រះអើយកម្លាំងវាខ្លាំងដូចជាដំរីទឹកអំសុងស្រែកទាំងផិតភ័យក៏ប៉ុន្តែក្រឡេកទៅមើលអេងវិញគាត់មិនព្រមចោះចាញ់នៃកម្លាំងធម្មជាតិដែលពួកគាត់នឹកស្មានមិនដល់នោះទេផ្ទុយទៅវិញគាត់បាននឹកឃើញដល់ក្រសែភ្នែកក្មេងៗកំព្រានៅឯក្នុងភូមិដែលទើបតែនឹងឆ្លងកាត់របបប្រល័យពូជសាសន៍ផងនោះគាត់ក៏ចាប់ផ្ដើមទាញខ្សែដោយប្រែកម្លាំងបាយចុងក្រោយបង្អស់ដែលបានផ្ដើមចេញទាំងពីកម្លាំងចិត្តនិងកម្លាំងកាយរួមបញ្ចូលគ្នារួចហើយគាត់ក៏បានយកខ្សែនោះទៅរំគួចជាមួយនឹងសសរទូកយ៉ាងស្ទាត់ជំនាញនៃអារម្មណ៍របស់គាត់ថែមទៀតផងនៅពេលដែលត្រីបានបោលខ្លាំងគាត់ក៏ចាប់ផ្ដើមបន្ធូរខ្សែបន្តិចដើម្បីកុំឲ្យលិចទូកតែនៅពេលដែលវាហត់គាត់ក៏ចាប់ផ្ដើមកន្ត្រាក់យកមកវិញនៅគ្រានោះគាត់ក៏ចាប់ផ្ដើមរក្សាលំនឹងទូកគាត់ក៏បានប្រាប់ទៅកាន់អំសុងដោយផ្ទាល់ព្រមទាំងឲ្យគាត់ផ្លាស់ទីទៅអង្គុយនៅឯផ្នែកម្ខាងទៀតនៃទូកដើម្បីរក្សាតុល្យភាពនៃទម្ងន់ជំនួសនៃការទាញយកបញ្ច្រាស់ទឹកគាត់ក៏ចាប់ផ្ដើមបញ្ជាទូកឲ្យរសាត់ទៅតាមទិសដៅដែលមច្ឆាយៈនោះកំពុងតែហែលធ្វើឲ្យវាឆាប់អស់កម្លាំងថែមទៀតផងគាត់ធ្វើនេះគឺប្រើឡើងដើម្បីបំពេញនៃជំនាញរបស់គាត់ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបានបន្ធូរនិងអូសបន្លាយអស់រយៈពេលជាង2ម៉ោងរហូតតតែភ្លៀងក៏ចាប់ផ្ដើមរាំងបន្តិចម្ដងមេឃក៏ចាប់ផ្ដើមរៀបចំនឹងស្រឡះមកវិញដែរនៅទីបំផុតកម្លាំងទាញពីខាងក្រោយទឹកក៏ចាប់ផ្ដើមខ្សោយទៅអេងជាមួយនឹងអំសុងគាត់ក៏បានរួមដៃគ្នាទាញមកនោះឡើងមកលើផ្ទៃទឹកសត្វដែលផុសឡើងមកនោះវាគឺជាត្រីគល់រាំងយក្សមួយក្បាលដែលមានទម្ងន់ប្រហែលជាង100គីឡូស្រការបស់វារលោងភ្លេចដូចជាពន្លឺពេជ្រជាពិសេសគឺវាបានជះចំជាមួយនឹងពន្លឺព្រះច័ន្ទដែលទើបតែនឹងរះពេញបរមីនៅឯលើអាកាសបន្ទាប់ពីគាត់ទទួលបាននៅត្រីគល់រាំងយក្សនោះអំសុងគាត់ក៏បានដកដង្ហើមធំហើយក៏ទម្លាក់ខ្លួនអង្គុយទៅលើក្តារទូកទាំងអស់កម្លាំងបន្ទាប់មកគាត់ក៏បានពោលឡើងយើងធ្វើវាបានហើយអេងអើយយើងរស់វិញហើយណាហើយមើលចុះត្រីនេះអាចចិញ្ចឹមអ្នកភូមិយើងបានពេញមួយសប្តាហ៍ដែរអេងគាត់ក៏បានជូតញើសលាយជាមួយនឹងទឹកភ្លៀងចេញពីថ្ងាសរបស់គាត់ហើយសម្លឹងមើលទៅកាន់មច្ឆាដ៏ធំនោះដោយសេចក្តីគោរពគាត់ដឹងថាទន្លេនេះតែងតែសាកល្បងចិត្តមនុស្សតែវាក៏តែងតែផ្ដល់រង្វាន់ដល់អ្នកដែលមានការតស៊ូនិងមិនបោះបង់នៃសេចក្តីសង្ឃឹមនោះទេនៅពេលដែលទូកឈើដ៏តូចនោះបានរសាត់ត្រឡប់មកដល់នឹងមាត់កំពង់ស្ទឹងវិញព្រះអាទិត្យនៃពេលព្រឹកព្រលឹមនៃថ្ងៃថ្មីក៏ចាប់ផ្ដើមបញ្ចេញនៅពន្លឺរស្មីពណ៌មាសជះលើផ្ទៃទឹកទន្លេសាបអ្នកភូមិដែលបារម្ភពីពួកគាត់អស់រយៈពេលមួយយប់នោះបានរត់ចេញមកទទួលអបអរដោយសេចក្តីគោរពនិងស្នាមញញឹមនិងរំភើបពេកក្រៃនៅឆ្នាំ1979នារដូវវស្សាគឺជារដូវកាលនៃការចាប់ផ្ដើមផ្សារជាថ្មីត្រីគល់រាំងយក្សមួយក្បាលនោះមិនត្រឹមតែជាអាហារដែលចិញ្ចឹមក្រពះអ្នកភូមិប្រមាណគ្រួសារនោះទេតែវាក៏ជានិមិត្តរូបនៃការរស់រានមានជីវិតនិងភាពក្លាហានរួមជាមួយនឹងកម្លាំងសាមគ្គីភាពរបស់អ៊ំទាំងពីរគឺអេងជាមួយនឹងអំសុងជាពិសេសរួមកម្លាំងកាយចិត្តពីអ្នកភូមិនៃកំពង់ស្ទឹងទាំងមូលដែលហ៊ានប្រឈមមុខជាមួយនឹងសេចក្តីស្លាប់ទោះបីជាដំណើរនេះឆ្ពោះទៅរកថ្ងៃស្អែកដ៏ភ្លឺស្វាងយ៉ាងណាក៏ដោយក្តីក៏ពួកគាត់នៅតែមានមោទនភាពនៅក្នុងការសាមគ្គីគ្នាលុះនៅពេលដែលសភាពការស្ងប់ស្ងាត់អស់រយៈពេលជាង2ទៅ3ខែក៏ស្រាប់តែមានវត្តមាននៅព្រះសង្ឃមួយព្រះអង្គព្រោះថានៅក្នុងភូមិតែងតែជួបរឿងកលយុគគឺរោគព្យាបាទឬក៏រោគអាសន្ននឹងឯងស្រាប់តែពេលនោះអេងជាមួយនឹងអំសុងគាត់ក៏សម្រេចចិត្តទៅថ្វាយបង្គំនៃព្រះសង្ឃដែលព្រះសង្ឃចាប់ផ្ដើមទៅនិមន្តបិណ្ឌបាតនៅឯតាមដងទន្លេហើយក៏បានចូលទៅក្នុងភូមិកំពង់ស្ទឹងនោះហើយក៏ជួបជាមួយនឹងលោកអ៊ំទាំងពីរនោះឯងហើយសាច់រឿងនៅគ្រានោះគឺមិនទាន់បានបញ្ចប់នោះទេពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាជជែកវែកញែកអំពីសាច់ត្រីគល់រាំង
ដែលបានคล้ายទៅជាអាហារទឹកសម្រាប់ប្រជាជនដែលកំពុងតែស្រេកឃ្លានផងនោះហើយគណៈពេលដែលក្រពះទទេតាំងតែពីរបបដួលរលំបាត់ទៅស្នាមញញឹមក៏បានលេចឡើងសារជាថ្មីនៅលើផ្ទៃមុខក្មេងៗប៉ុន្តែភាពត្រេកអរនេះហាក់បីដូចជាអាយុកាលខ្លីជាងដំណក់ទឹកសន្សើមនៅលើស្លឹកឈើទៅទៀត3ថ្ងៃក្រោយមកបន្ទាប់ពីការចាប់បាននៅមច្ឆាយៈមេឃនៅតែបន្តបិទមុខតែអ្វីដែលគួរឲ្យខ្លាចនោះគឺខ្យល់លែងបក់ចំណែកឯទឹកទន្លេដែលធ្លាប់តែហូរគួចក៏ស្រាប់តែនៅស្ងៀមត្រឹងហើយក៏ប្រែទៅជាពណ៌ក្រហមក្រមៅដូចជាច្រេះដែកនិងមានក្លិនស្អុយឆ្អាបលាយឡំជាមួយនឹងក្លិនស្អុយរលួយក្លិនបានសាយភាយពីពេញភូមិហើយនៅយប់នោះផងដែរអំសុងបានពន្យល់សពឃើញនៅរឿងមួយយ៉ាងគួរឲ្យព្រឺក្បាលគាត់បានយល់សុបិនឃើញបុរសម្នាក់មានមាឌធំសម្បើមស្បែកពោពេញទៅដោយស្រកាត្រីភ្នែកក្រហមមើលទៅហាក់បីដូចជាសភាវៈបិសាចដែលនៅឯកណ្ដាលទន្លេហើយបានចង្អុលមុខគាត់ចំរួយក៏បន្លឺសំឡេងកងរំពងថាពួកឯងហ៊ានលួចយករបស់ដែលឯងរក្សារាប់រយឆ្នាំបើពួកឯងមិនយកមកឲ្យទេព្រលឹងឯងនឹងសាបសូន្យនៅក្នុងភូមិនេះចាក់ជាមិនខានថ្ងៃអវសានព្រះភូមិនៃព្រៃរនាមភូមិឯងនេះនឹងត្រូវលិចលង់คล้ายទៅជាភ្នូខ្មោចទឹកចាក់ជាមិនខានឡើយអ៊ំអេងគាត់បានស្រឡាំងកាំងរីឯអ៊ំសុងគាត់បានភ្ញាក់ព្រឺតញើសត្រជាក់បានស្រក់ចូលខ្លួនព្រឹកប្រហៀមព្រលឹមស្រាងគាត់បានប្រញាប់រត់ទៅរកអ៊ំអេងទាំងសភាពផិតភ័យចំណែកឯអ៊ំអេងគាត់កំពុងតែអង្គុយសម្លឹងមើលទៅស្រកាត្រីយៈដែលគាត់បានរក្សាទុកនោះហើយស្រកានោះមិនទាន់ស្ងួតនោះទេតែបែរជាមានទឹកហូររំអិលក្រហមចេញមកឥតឈប់ឈរអេងអើយត្រីនេះមិនមែនជាត្រីធម្មតាទេវាគឺជាត្រីចិញ្ចឹមរបស់អ្នកតាទឹកអ៊ំសុងនិយាយទាំងសំឡេងញ័ររួចគាត់ក៏ចាប់ផ្ដើមរៀបរាប់នៃសុបិនរបស់ខ្លួនអ៊ំអេងគាត់បានដកដង្ហើមធំបន្ធូរអារម្មណ៍នៃការតាំងតឹងក្រសែភ្នែកបានសម្លឹងមើលទៅកាន់ព្រៃរនាមដែលនៅឯជ្រៅត្រៃម្ខាងដែលបានងងឹតស្លុបសំបីតែនៅពេលថ្ងៃពេលនោះគាត់ក៏បានឧទានឡើងខ្ញុំសង្ស័យតាំងតែពីយប់មកម្ល៉េះដែលយើងបានចាប់បានវាយកមកនោះកម្លាំងវាមិនមែនធម្មតាដូចជាសត្វត្រីធម្មតានោះទេយើងគ្មានជំរើសទេសុងអើយដើម្បីសង្គ្រោះអ្នកភូមិយើងត្រូវតែចូលទៅក្នុងព្រៃរនាមយកស្រកានោះយកទៅសែនប្រគល់ទៅដល់ម្ចាស់របស់វាវិញបើមិនដូច្នេះទេភូមិយើងប្រកាសជាផ្ដល់នូវក្តីវិនាសចាក់ជាមិនខានឡើយនេះឯព្រៃរនាមនៅរដូវទឹកឡើងគឺជាឋាននរកពិតសម្រាប់អ្នកភូមិជាពិសេសគឺអ្នកដែលមិនទាន់ស្គាល់ទីតាំងដើមរាំងដើមទឹកដុះញឹកស្អែកវល់យីយាធ្លាក់ពីលើមែកឈើមើលទៅប្រៀបដូចជាសត្វពស់រាប់ពាន់ក្បាលដែលកំពុងតែរងចាំឆក់យកជីវិតអ្នកចំណូលថ្មីយ៉ាងអញ្ចឹងអ៊ំអេងជាមួយនឹងអ៊ំសុងគាត់ក៏ចាប់ផ្ដើមរៀបចំទូកតូចមួយដោយយកទៅតាមខ្លួននៅធូបទៀនស្លាម្លូបារីជាមួយនឹងដុំស្រកាត្រីយៈឬក៏ត្រីកោរាំងនោះរួមទាំងកំបិតដើរព្រៃដែលគាត់ដាក់តាមក្បាលទូកជានិរន្តរ៍របស់គាត់ការរស់រាននៅក្នុងព្រៃទឹកលិចដ៏សែនជ្រៅនោះគឺទាមទារជំនាញណាស់និងភាពអត់ធ្មត់យ៉ាងខ្ពស់បំផុតថែមទៀតផងហើយអ៊ំអេងបានប្រើប្រាស់នៅក្បួនតម្រាដើរព្រៃរបស់គាត់យ៉ាងប្រុងប្រយ័ត្នជាទីបំផុតដោយសារពពកបាំងចិត្តគាត់មើលទៅកាន់ស្លែដែលដុះនៅនឹងគល់ឈើស្លែតែងតែដុះក្រាស់នៅទិសខាងជើងដែលជួយឲ្យពួកគាត់មិនសូវវង្វេងនៅឯជន្លង់មាត់ទន្លេនោះទេគណៈនោះអ៊ំអេងគាត់ក៏បានប្រាប់ទៅកាន់អ៊ំសុងឲ្យជៀសវាងចេញពីកន្លែងណាដែលមានទឹកស្ងប់ខុសពីធម្មតាព្រោះនោះវាគឺជាសញ្ញានៃជំរកសត្វក្រពើទឹកសាបឬក៏ជាតំបន់ភក់ល្បាប់បឺទូពួកគាត់ទាំងពីរក៏បានយកភក់និងស្លឹកឈើព្រៃយកមកលាយឡំជាមួយនឹងសម្ភារៈមន្តអាគមរបស់គាត់ដើម្បីដាស់តឿននិងការពារអំពីមូសជាពិសេសគឺគាត់បានយកមកភ្នក់ដុតនៅលើទូកការពារមូសនៅពេលរាត្រីពន្លឺភ្នក់ភ្លើងបានភ្លឺនៅលើទូកនាកណ្ដាលទន្លេជាពិសេសគឺធ្វើឲ្យមានការបិទបាំងអំពីសត្វសាហាវនានានៅពេលរាត្រីថែមទៀតផង
នៅពេលទូកចូលទៅដល់កាន់តែជ្រៅនៃទន្លេពន្លឺថ្ងៃក៏កាន់តែខ្សោយទៅរួមជាមួយនឹងពេលវេលានៅថ្ងៃថ្មីរហូតប្រែទៅជាពេលព្រលប់ឡើងវិញភាពស្ងាត់ជ្រងំបានគ្រប់ដណ្ដប់ចាប់ផ្ដើមឮសូរតែសំឡេងទឹកបោកបក់ទង្គិចជាមួយនឹងរនាំងទូកគ្រានោះស្រាប់តែខ្យល់ត្រជាក់ស្រេបមួយបានកំណត់ទិសដៅមកកាន់ពួកគាត់ហាក់បីដូចជាមានអ្វីមួយយ៉ាងដែលបានពំនាំនៃភាពអន្តរាយមកកាន់ពួកគាត់យ៉ាងអញ្ចឹងនាំមកនៅសំឡេងខ្សឹបខ្សៀវចេញពីកំពូតព្រៃវាមិនមែនជាសំឡេងសត្វនោះទេតែវាគឺជាសំឡេងមនុស្សដែលកំពុងតែយំសោកល្វើយល្វើយនៅពេលដែលបានទទួលយកនៅអំណាចនៃសំឡេងចម្លែកនោះអំសងគាត់ក៏ចាប់ផ្ដើមបែកញើសជប់ថ្ងាសប៉ុន្តែអេងគាត់មិនបានចាប់អារម្មណ៍ទៅរឿងសំឡេងទាំងអស់នោះទេគាត់បានអង្គុយយ៉ាងសភាពស្ងប់ស្ងាត់ជាទីបំផុតព្រមទាំងស្មឹងស្មាតស្មារតីរបស់គាត់សូម្បីតែចន្លោះប្រហោងនៃការព្រិចភ្នែកក៏មិនប្រព្រឹត្តផងដែរកុំតបតអីណាកុំងាកមើលនេះគឺជាល្បិចរបស់បិសាចនៃព្រៃរនាមទេវើយដែលវាចង់ពង្រួមស្មារតីយើងឯងណាកុំលូតចូលទឹកអីសោះសម្លឹងមើលទៅតែមុខបានហើយទន្ទិញធរនៅក្នុងចិត្តទៅណាគឺគុណព្រះរតនត្រ័យលុះចាំព្រឹកឡើងយើងនឹងយករឿងនេះទៅប្រាប់លោកឪដែលព្រះអង្គបានគង់នៅឯត្រៃម្ខាងឯណោះបន្ទាប់ពីគាត់ឧទានចប់ទឹកក៏ចាប់ផ្ដើមពុះកញ្ជ្រុលម្ដងទៀតស្រមោលខ្មៅដ៏ធំមួយរាងវែងដូចជាសត្វពស់បានអណ្ដែតឆ្លងកាត់នៅក្រោមបាតទូករបស់ពួកគាត់ក្នុងល្បឿនយ៉ាងលឿនទូកឃ្លីងឃ្លោងស្ទើរតែក្រឡាប់ទៅហើយភ្នែកពណ៌ក្រហមទុំចំនួន1គ្រាប់បានលេចផុសឡើងពីក្នុងទីងងឹតនៃបាតទឹកចម្ងាយប្រមាណប្រហែលជាង10ម៉ែត្រពីមុខពួកគាត់វាគឺជាសញ្ញាម្ចាស់ទឹកដែលកំពុងតែមកបញ្ជាក់អំពីបញ្ហានៃអបាតុភូតចម្លែកមកកាន់ពួកគាត់ទាំងពីរដែលអំសងបានឃើញនៅក្នុងសុបិននោះហើយកម្លាំងទឹកបានបង្កើតឲ្យคล้ายទៅជាកម្លាំងនៃការគួចអូសទាញទូឲ្យវិលវល់ចូលទៅក្នុងវាសុងសុងឯងឆាប់ចៅទូកទៅណាកុំឲ្យទូកលិចតន់ឲ្យសោះសញ្ញានេះមិនស្រួលទេអ៊ំអេងក៏ស្រែកឡើងរួចគាត់ក៏បានក្រោកឈរដើរទៅលើក្បាត់ទូកគាត់ក៏មិនបានតបតនឹងតក់ស្លុតអ្វីដែរនៅរូបរាងដ៏គួរឲ្យខ្លាចនោះគាត់ក៏បានលើកដុំស្រកាត្រីគល់រាំងនោះយ៉ាងខ្ពស់ហើយប្រឈមមុខជាមួយនឹងកែវភ្នែកដ៏ក្រហមទាំងគូនៅឯបាតទូកបានរសាត់មកទើនឹងគល់រាំងដ៏ធំមួយដើមដែលនៅពីដើមនោះគឺមានខ្ទមអ្នកតាចាស់ទ្រុឌទ្រោមមួយកន្លែងបានលាក់ខ្លួននៅកណ្ដាលមែកឈើលើផ្ទៃទឹកនេះហើយគឺជាសានព្រះភូមិនៃព្រៃរនាមចំណែកឯអ៊ំអេងគាត់ក៏បានយកកំបិតយកទៅឆូតម្រាមដៃរបស់គាត់ដើម្បីឲ្យមានឈាមនិងបន្តក់ឈាមរបស់គាត់នោះទៅលើស្រកាត្រីនិងបានលើកស្លារួចគាត់ក៏បានសែបនៅមន្តគាថាឧបកិច្ចរួចកាច់ចាប់ផ្ដើមដុតធូបបួងសួងដោយសម្លេងដ៏ក្លាហានរបស់គាត់នៅគ្រានោះគាត់ក៏បានឧទានឡើងទៅកាន់ម្ចាស់ទឹកនៅទីនោះថាអោម្ចាស់ទឹកម្ចាស់ដីលោកអើយអ្នកតាព្រៃរនាមអើយកូនចៅគឺជាមនុស្សល្ងងខ្លៅមិនបានដឹងថាកន្លងមកបានបំពេញរបស់អស់លោកក៏ដូចជាបារមីកូនចៅគ្មានចេតនានោះទេហើយក៏គ្មានការលុបលន់ផងដែរកូនចៅគ្រាន់តែចង់សង្គ្រោះជីវិតអ្នកភូមិតែប៉ុណ្ណោះដែលកំពុងតែដាច់ពោះក្រោយសម័យសង្គ្រាមប៉ុលពតថ្ងៃនេះកូនចៅសូមយកព្រលឹងមច្ឆានេះមកប្រគល់ជូនម្ចាស់ដើមវិញហើយសូមទាំងបូជាឈាមកូនចៅជាការសុំខមាទោសផងសូមលោកម្ចាស់ទឹកទទួលយកទៅនឹងបើកទ្វារទឹកឲ្យអ្នកភូមិយើងបានសេចក្តីសុខសាន្តឡើងវិញទៅណាខ្ញុំបាទនឹងសូមសន្យាថានឹងមិនមកបៀតបៀនអស់លោកថែមទៅទៀតទេបន្ទាប់ពីគាត់ពោលចប់គាត់ក៏ចាប់ផ្ដើមយកស្រកាត្រីនោះយកទៅដាក់នៅក្នុងខ្ទមអ្នកតារួចក៏នាំគ្នាក្រាបថ្វាយបង្គំចំនួន3ដងមួយសន្ទុះក្រោយមកខ្យល់គួចដ៏ស្ងប់ស្ងាត់បានបាត់ទៅវិញកែវភ្នែកពណ៌ក្រហមដែលសម្លឹងមើលមកកាន់គាត់មិនបានព្រិចនៅឯបាតទឹកនោះក៏រលត់បាត់ទៅចូលទៅក្នុងទីដ៏អាថ៌កំបាំងសំឡេងយំសោកបានបាត់សូន្យទំនួញនិងជំនួសមកវិញនៅសំឡេងសត្វចង្រិតរួមទាំងសំឡេងសត្វកង្កែបយំឆ្លើយឆ្លងគ្នានៅលើផ្ទៃទឹកទន្លេដែលជាសញ្ញាបញ្ជាក់ថាធម្មជាតិបានវិលត្រឡប់មករកសភាពប្រក្រតីវិញបាត់ទៅហើយទឹកទន្លេដែលធ្លាប់តែមានពណ៌ក្រហមក៏ប្រែថ្លាដូចដើមឡើងវិញហើយអ៊ំអេងជាមួយនឹងអ៊ំសុងក៏នាំគ្នាចាប់ផ្ដើមទាញយកចង្វាម្នាក់មួយនាំគ្នាចែវទូកចេញពីកន្លែងដ៏គ្រោះថ្នាក់នោះហើយបានអារម្មណ៍ធូរស្រាល
ទោះបីជារាងកាយពួកគាត់ហត់នឿយស្ទើរតែដាច់ខ្យល់យ៉ាងណាក៏ដោយក្តីក៏ពួកគាត់ទាំងពីរក៏មិនបានបោះបង់នៅក្តីស្រមៃឬក៏មិនបានបោះបង់នៅការព្យាយាមពេលដែលត្រឡប់មកដល់ភូមិអ្នកភូមិជាច្រើនបានរៀបចំពិធីសែនព្រេនដ៏តូចមួយនៅនឹងមាត់កំពង់ដើម្បីទទួលអំណរនឹងការលះបង់របស់ពួកគាត់ទាំងពីរតាំងពីថ្ងៃនោះមកអ្នកភូមិកំពង់ស្ទឹងតែងតែប្រកាន់ភ្ជាប់នៅច្បាប់នេសាទមួយយ៉ាងតឹងរ៉ឹងគឺយកត្រីតែល្មមហូបនិងត្រូវលែងសត្វណាដែលមានទំហំធំខុសពីធម្មតាឬមានរូបរាងចម្លែករីឯព្រះអង្គវិញដែលកំពុងតែធ្វើការសមាធិនៅឯមាត់ច្រាំងនៃផ្ទៃទន្លេទ្រង់ក៏បានប្រើវិចារណញ្ញាណស្វែងយល់នៅទង្វើទាំងអស់នោះដែរព្រោះថាព្រះអង្គគឺមិនចង់ឲ្យអ្នកភូមិប៉ះពាល់ជាមួយនឹងសម្បត្តិធម្មជាតិដែលរក្សាទៅដោយម្ចាស់ព្រៃឡើយក្រោយពីពេលដែលបានរឿងរ៉ាវមានភាពរកាំរកូសហើយពិធីសែនព្រេនក៏ចាប់ផ្ដើមរៀបចំទោះបីជាពិធីសែនព្រេននៅថ្ងៃមុននោះបានរៀបចំនៅឯសាលាសានព្រះភូមិនាឯព្រៃរនាមត្រូវបានបញ្ចប់ទៅដោយក្តីក៏ចាស់ទុំនៅក្នុងភូមិតែងតែពោលថាទឹកស្ងប់មិនមែនមានន័យថាគឺគ្មានក្រពើទេភាពស្ងប់ស្ងាត់បានត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះអាចកំបាំងថ្មីមួយក៏បានលេចឡើងមកម្ដងទៀតនៅពេលដែលអាចកំបាំងនោះបានលេចមកម្ដងទៀតវាចាប់ផ្ដើមលេបត្របាក់ភាពសុខសាន្តរបស់អ្នកភូមិកំពង់ស្ទឹងសារជាថ្មីនៅយប់មួយនាឯសប្តាហ៍ទី2នៃខែភទ្របទមេឃងងឹតស្លុបគ្មានពន្លឺព្រះច័ន្ទអ៊ំសុងដែលជាមនុស្សមានជំនឿចិត្តលើកម្លាំងបាយខ្លួនឯងបានសម្រេចចិត្តទួចចេញទូកទៅមើលម៉ោងបង្កាយតែម្នាក់ឯងនៅម្ដុំជ្រោយពោះតោងដោយជាតំបន់ព្រៃលិចទឹកដាច់ស្រយាលមួយនិងសម្បូរទៅដោយត្រីធំធំឯងនៅផ្ទះចុះណាយប់នេះអញទៅតែម្នាក់ឯងបានហើយចាប់បានត្រីឯងកុំភ្លេចរៀបចំយកទៅឲ្យអ្នកភូមិផងប៉ុន្តែលុះពេលព្រឹកឡើងចាំអញមកវិញអញទៅចាប់ត្រីធំធំព្រោះអញយល់សពឃើញឯងគ្រាន់តែប្រឡាក់ទុកចែកក្មេងៗហូបបន្តទៅអ៊ំសុងគាត់រអ៊ូម្នាក់ឯងបណ្ដើគាត់ក៏បានរុញទូកចុះទឹកទៅបណ្ដើដោយមិនបានខ្វាយខ្វល់ពីសូរសំឡេងសត្វទីទុយដែលយំឡោមពីលើចុងថ្នោតនៅឯមាត់ច្រាំងនោះទេលុះព្រឹកព្រលឹមស្រាងឡើងអ្នកភូមិដែលបានចុះមកដងទឹកក៏ស្រាប់តែស្រែកឆោឡោឃើញតែទូកឈើរបស់អ៊ំសុងបានរសាត់មកដល់នៅទីមាត់កំពង់ក៏ប៉ុន្តែគឺគ្មានស្រមោលម្ចាស់ទូកឡើយអ៊ំអេងបន្ទាប់ពីគាត់បានឮដំណឹងនេះគាត់បានរត់មកដល់នឹងមាត់កំពង់ភ្លាមទឹកមុខរបស់គាត់ប្រែទៅជាតាំងតឹងនៅពេលដែលគាត់បានសម្លឹងមើលទៅកាន់សភាពទូកគ្មានស្លាកស្នាមប្រយុទ្ធគ្នាយ៉ាងដុំធំនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកនេសាទចំណាស់វសារូបនេះព្រឺសម្បល់នោះគឺស្នាមកោសនៅលើក្តារទូកនៃឯម្ខាងទៀតក្រញាំចម្លែកមានក្រញាំស្នាមខ្វាយជ្រៅជ្រៅចំនួន4គន្លងទំហំប៉ុននឹងកដៃមនុស្សធំដែលបញ្ជាក់ថាវាមិនមែនជាសត្វក្រពើឡើយឬក៏ជាសត្វព្រៃធម្មតាទេនៅឯបាតទូកវិញមានជាប់នៅដុំភក់ពណ៌បៃតងរអិលដោយភក់ប្រភេទនោះមានតែនៅតំបន់ព្រៃជ្រៅក្បែរនឹងល្អាងក្រំទឹកប៉ុណ្ណោះកំបិតនិងចៅនៅសល់ឯខាងទូកម្ខាងទៀតបញ្ជាក់ថាអ៊ំសុងត្រូវវាបានវាយប្រហារឬទាញទម្លាក់ទឹកយ៉ាងលឿនបំផុតដោយមិនទាន់បាននឹងតដៃផងនោះអ៊ំអេងដឹងថាអ៊ំសុងមិនមែនលងទឹកស្លាប់ទេតែត្រូវសត្វចម្លែកឬអមនុស្សអសូរកាយណាមួយចាប់គាត់ពន្លិចចូលទៅក្នុងបាតទន្លេដោយសេចក្តីស្រឡាញ់ចំពោះមិត្តស្លាប់រស់របស់គាត់តាំងតែពីនៅក្មេងវ័យមកគាត់ក៏ចាប់ផ្ដើមរៀបចំស្ពាយបង្វិចយកកំបិតព្រៃនិងប្រេងអាគមបន្ទាប់មកគាត់ក៏ចាប់ផ្ដើមចាក់ចេញថ្មើរជើងចូលទៅកាន់ឯមាត់ច្រាំងចូលទៅក្នុងព្រៃស្ងាត់ដើម្បីឡើងទៅលើកំពូលនៃដើមឈើរងចាំតាមដានរំអិតមើលអំពីការបាត់ខ្លួនរបស់មិត្តគាត់នៅក្នុងនាមគាត់ជាអ្នកជំនាញរស់រានមានជីវិតនៅក្នុងព្រៃផងនោះអ៊ំអេងបានប្រើប្រាស់នូវក្បួនតម្រាតាមដានយ៉ាងប្រុងប្រយ័ត្នជាទីបំផុត
អំឡុងនោះឯងគាត់ក៏បានដើរតាមនៃកន្លងព្រៃដែលមែកឈើធំៗត្រូវបានបាក់រៀបស្មើនឹងដល់ដីដោយវាស់កម្ពស់ស្នាមបាក់គាត់សន្និដ្ឋានថាសត្វនេះមានកម្ពស់យ៉ាងហោចណាស់2ម៉ែត្រពីដីក៏ប៉ុន្តែការគិតរបស់គាត់អាចនឹងខុសគាត់បានឈប់សម្រាករៀងរាល់10ម៉ែត្រម្ដងដើម្បីតែហិតក្លិនគាត់បានចាប់ផ្ដើមនឹងក្លិនស្អុយធំលាយចូលក្នុងច្រមុះរបស់គាត់ដែលនាំផ្លូវគាត់ឲ្យដើរទៅជៀសពីរូងសត្វពូវែងរៀងរាល់កន្លែងដែលគាត់បានដើរកាត់នោះគាត់ក៏បានចងខ្សែវ៉ជាយបាំងរីផេះជុំវិញដើម្បីការពារការវាយប្រហារពីខាងក្រោយខ្នងគាត់ថែមទៀតផងគាត់បានដើររហូតមកដល់ថ្ងៃជ្រេអ៊ំអេងគាត់បានមកដល់នឹងតំបន់មួយដែលពន្លឺព្រះអាទិត្យចូលមិនដល់នោះទេនៅទីនោះគាត់ក៏បានប្រទះឃើញក្រមាប្រឡាក់ពណ៌ក្រហមរបស់អ៊ំសុងដែលជាប់នៅលើបន្លាដើមឈើមួយដែលមានឈ្មោះថាដើមរដួលដែលវាបានឈរប្របនឹងមាត់ទន្លេនៃក្បែររាំងនោះដើមរាំងដ៏ធំមួយដើមផងដែរក៏បានឈរនៅត្រៀបនឹងមាត់ល្អាងនោះស្រាប់តែសំឡេងដកដង្ហើមយ៉ាងធ្ងន់បានលាន់ក៏ក្រឹកចេញពីក្នុងរូងនោះរួមជាមួយនឹងសំឡេងខ្សឹបធ្ងររបស់អ៊ំសុងអេងអើយកុំចូលមកអីវាធ្វើឲ្យយើងគ្រោះថ្នាក់សភាវៈនេះកាចណាស់អ៊ំអេងគាត់ក៏បានក្តាប់កំបិតនៅក្នុងដៃបេះដូងរបស់គាត់លោតញាប់ក៏ប៉ុន្តែកែវភ្នែករបស់គាត់ពោពេញទៅដោយការបដិញ្ញាចិត្តគាត់កំពុងតែប្រឈមមុខជាមួយនឹងអាចកំបាំងដល់គូឲ្យខ្លាចបំផុតប្រចាំច្រាំងទន្លេនោះលុះនៅពេលដែលរឿងរ៉ាវបានកើតឡើងគាត់បំរុងនឹងសម្រេចចិត្តប៉ុន្តែត្រូវបានឮសំឡេងមួយពីខាងក្រោយខ្នងរបស់គាត់បានឧទានឡើងថាឈប់សិនញោមសភាវៈនេះអាចនឹងគ្រោះថ្នាក់ដល់ញោមណាញោមមិនអាចយកឈ្នះវាតែម្នាក់ឯងបានទេទោះបីជាញោមមានមុនគាថាយ៉ាងណាក៏ដោយប៉ុន្តែសត្វនេះអាត្មាដឹងអំពីចំណុចខ្សោយរបស់វាសូមញោមកុំចូលទៅជិតវាអីណាថយក្រោយបន្តិចទៅថ្ងៃនេះគឺជាថ្ងៃដែលវាមានអំណាចនិងឥទ្ធិពលខ្លាំងណាស់ចំណែកឯញោមសុងគឺមិនបានរស់រានមានជីវិតទេហេតុអ្វីបានជាលោកឪដឹងអំបញ្ញមិញខ្ញុំបានឮសំឡេងរបស់អាសុងវាបានពោលនៅឯក្នុងល្អាងច្របនឹងមាត់ច្រាំងឯណោះពិតមែនហើយញោមសំឡេងនេះគឺមិនមែនជាសំឡេងរបស់ញោមសុងទេញោមឯងស្ដាប់អាត្មាណាចុះហេតុអីបានជាលោកឪនិមន្តមកដល់កន្លែងគ្រោះថ្នាក់បែបនេះក្រែងលោកឪនៅឯចុងភូមិឯណោះតានៅឯភូមិមានអ្នកស្រុកអ្នកភូមិច្រើនណាស់ដែលចាំប្រគិនចំហាន់លោកឪមិនគួរមកទីកន្លែងគ្រោះថ្នាក់ជាមួយនឹងខ្ញុំកណាទេនៅពេលនោះលោកឪដួងទ្រង់ក៏បានសង្កេតការបន្តថាណែញោមរឿងនេះអាត្មាមិនអាចឆោអោបដៃមើលបាននោះទេព្រោះថាសភាវៈនេះអាត្មាអាចនឹងបង្ក្រាបវាបានវាមិនមែនជាសត្វធម្មតាដូចមុនទៀតដោយសារតែវាបានសម្លាប់ទៅកាន់ញោមសុងបាត់ទៅហើយវិញ្ញាណរបស់ញោមសុងក៏ត្រូវបានវាគ្រប់គ្រងដែរចាំមើលថ្ងៃសិលទៅមើលបើសិនជាវាបង្ហាញខ្លួននោះដូច្នេះញោមនឹងឃើញនៅឥទ្ធិពលរបស់វាជាក់ជាមិនខានទេញោមត្រឡប់ទៅផ្ទះវិញទៅចាត់ទុកថាអាត្មាសូមបិណ្ឌបាតទៅចោះញោមកុំឲ្យយកជីវិតដល់ផុយស្រួយមកប្រឡូកប្រឡាក់ជាមួយនឹងវាអីទុករឿងនេះអាត្មាជាអ្នករៀបចំនឹងដោះស្រាយជូនមិនអីទេណាអ៊ំអេងលុះនៅពេលដែលគាត់បានស្ដាប់សម្ដីនៃការសង្កេតការរបស់លោកឪដួងហើយគាត់ក៏យល់ព្រមគាត់ក៏ចាប់ផ្ដើមថ្វាយបង្គំលាលោកឪត្រឡប់ទៅផ្ទះវិញអញ្ចឹងខ្ញុំកណាយល់ហើយណាលោកឪខ្ញុំកណាសូមថ្វាយបង្គំលាអញ្ចេះចោះចាំនៅពេលថ្ងៃសិលខ្ញុំកណានឹងនិមន្តលោកឪមកចាំអង្កេតការនៅឯមាត់កំពង់នេះហើយខ្ញុំនឹងធ្វើធ្នាក់នៅវេលាយប់ស្អែកដើម្បីរងចាំសង្កេតមើលថាតើសភាវៈនោះវាឡើងច្រាំងមកវាគឺជាអ្វីឲ្យប្រកបចម្រើនពរញោមមិនអីទេណាអាត្មាមិនថាអីនោះទេលោកឪដួងទ្រង់ក៏បាននិមន្តទៅបាត់ទៅគឺនៅសល់តែលោកអ៊ំអេងតែប៉ុណ្ណោះដែលគាត់អង្គុយស្រណោះស្រណោកទៅកាន់អ៊ំសុងដែលជាមិត្តរបស់គាត់នៅអំឡុងនោះព្រោះថាពួកគាត់ទាំងពីរមិនដែលដើរចោលគ្នាសូម្បីតែមួយជំហានប៉ុន្តែលើកនេះ
គាត់ត្រូវបានផ្លត់ស្នៀតឲ្យអ៊ំសុងទៅមើលមងតែម្នាក់ឯងនិយាយរួមទៅគឺអ៊ំសុងគាត់ជំនះអាចនិយាយបានថាគឺជាជីវិតចុងក្រោយរបស់គាត់ក៏ថាបានដែររាល់ដងគាត់តែងតែហៅអ៊ំអេងទៅជាមួយប៉ុន្តែលើកនេះគាត់មិនឲ្យអ៊ំអេងទៅជាមួយនោះទេហាក់បីដូចជាគាត់បានដឹងនៅសភាវៈអ្វីម្យ៉ាងដែលរងចាំទទួលនៃជីវិតរបស់គាត់យ៉ាងអញ្ចឹងអ៊ំអេងគាត់បានអង្គុយអស់សង្ឃឹមនៅនឹងមាត់ច្រាំងនោះលុះនៅពេលដែលគាត់បានអស់សង្ឃឹមមួយសន្ទុះគាត់ក៏ចាប់ផ្ដើមមានកម្លាំងចិត្តឡើងវិញហើយគាត់បានសម្លឹងមើលទៅកាន់មែកឈើខាងលើគឺជាដើមរាំងរកមើលមែកណាដែលសមរម្យអាចនឹងធ្វើធ្នាក់ឲ្យរួចនៅក្នុងពេលវេលាថ្ងៃស្អែកបន្ទាប់ហើយគាត់នៅពេលដែលធ្វើរួចហើយគាត់នឹងទៅនិមន្តលោកឪដួងមកអង្កេតការនៃសភាវៈនោះនៅវេលាថ្ងៃបន្ទាប់ថ្ងៃនោះគឺជាថ្ងៃពេញបរមីនៃឯខែផុតបុត្រនៅពេលដែលសូរសំឡេងខ្សឹបធ្ងររបស់អ៊ំសុងបានបន្លឺឡើងពីក្នុងរូងងងឹតនៅច្រប់នឹងមាត់ទន្លេអ៊ំអេងដែលជាអ្នកនេសាទក្រាស់ក្រែនដោយបទពិសោធន៍នៃការដើរព្រៃភ្នំផងនោះគាត់ក៏បានដឹងអំពីច្បាប់នៅក្នុងចិត្តថានេះមិនមែនជារូបកាយរបស់អ៊ំសុងនោះទេសាច់ឈាមរបស់មិត្តគាត់ដ៏កំសត់ប្រហែលជាត្រូវបានបិសាចទឹកនោះលេបត្របាក់ទៅហើយអ្វីដែលនៅសេសសល់គឺត្រឹមតែវិញ្ញាណដែលត្រូវគេចងចំណងឃុំឃាំងកុំឲ្យទៅចាប់ជាតិបានតែប៉ុណ្ណោះដោយហេតុដឹងថាកម្លាំងបាយនិងកម្លាំងចិត្តជាពិសេសកំបិតព្រៃគឺមិនអាចតទល់ជាមួយនឹងពពួកអរូបីបានទេអ៊ំអេងគាត់ក៏បានថយក្រោយយ៉ាងប្រុងប្រយ័ត្នរួចគាត់ក៏ចាប់ផ្ដើមធ្វើដំណើរដើរកាត់ព្រៃនៃល្បាសរាប់នឹងមាត់ទឹកទន្លេដើម្បីត្រឡប់ទៅកាន់វត្តភូមិកំពង់ស្ទឹងនៅពេលយប់ដើម្បីពឹងពាក់ទៅកាន់លោកឪដួងដែលជាព្រះសង្ឃចំណាស់មួយព្រះអង្គដែលទ្រង់បានធ្វើវិបស្សនានៅនឹងមាត់ទន្លេទ្រង់ដោយក្តីសិលធម៌ខ្ពស់និងល្បីល្បាញនៅខាងដោះអំពើនិងអញ្ជើញព្រលឹងផងនៅក្នុងកុដិស្លឹកមួយកន្លែងលោកឪដួងគ្រានោះព្រះអង្គកំពុងតែអង្គុយចម្រើនភាវនានៅខាងមុខព្រះពុទ្ធបដិមាស្រាប់ពេលនោះគ្រាន់តែបានឃើញទឹកមុខដ៏ស្លេកស្លាំងរបស់អ៊ំអេងភ្លាមលោកឪព្រះអង្គទ្រង់ក៏បានយកក្រហមរបស់ទ្រង់បានទាញយកក្រមុនហើយបានយកធូបមកដុតរួចក៏មានដីកាយ៉ាងស្ងប់ស្ងាត់ទៅកាន់ញោមអេងថាណែញោមអេងអាត្មាបានឃើញហេតុភេទទាំងតែពីប្រលប់មកម្លេះណាញោមវិញ្ញាណញោមសុងកំពុងតែត្រូវការពេលនេះវិញ្ញាណគេត្រូវបានក្រពើអ្នកតាទឹកដែលជាសត្វកាចសាហាវយាមនៅនឹងមាត់រូងបាត់ទន្លេចាប់យកទុកធ្វើជាទាសករយាមទ្វារទឹកបាត់ទៅហើយយើងត្រូវតែប្រញាប់ចុះទៅរំដោះវិញ្ញាណគាត់មុនពេលដែលមេឃភ្លឺបើមិនដូច្នេះទេគាត់នឹងត្រូវជាប់ឃាំងរាប់ពាន់ឆ្នាំនៅទីនោះជាក់ជាមិនខានឡើយណាញោមដើម្បីប្រឈមមុខជាមួយនឹងអំណាចក្រពើអ្នកតាទឹកលោកឪសួងជាមួយនឹងអ៊ំអេងក៏បាននាំគ្នារៀបចំយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងសិលមុនជាមួយនឹងក្បួនរស់រាននៅក្នុងព្រៃអំបោះសិល7ពណ៌និងទៀនក្រមួនបរិសុទ្ធលោកឪដួងទ្រង់ក៏បានកាន់ទៀនក្រមួនដែលសូត្រផ្លុំទៅដោយគាថារបស់ព្រះអង្គដើម្បីបំភ្លឺផ្លូវទាំងទីនៅក្នុងងងឹតនិងបំភ្លឺនៃផ្លូវវិញ្ញាណទាំងឡាយផ្សេងទៀតចំណែកឯអំបោះសីមាត្រូវបានចងភ្ជាប់ពីមាត់រុនរហូតទៅដល់កន្លែងចុះដើម្បីកុំឲ្យវង្វេងនៅក្នុងមាយិការបស់បិសាចអ៊ំអេងនៅគ្រានោះគាត់ក៏ត្រូវបានយកប្រេងយកទៅលាយជាមួយនឹងចន្លោះហើយបានអុជបំភ្លឺពេលនោះគាត់ក៏ចាប់ផ្ដើមយកប្រេងម្យ៉ាងយកទៅលាបលើដងខ្លួនរបស់គាត់ដើម្បីមិនឲ្យមានក្លិនមនុស្សសាយពីទៅកាន់ច្រមុះនៃក្រពើទឹកនោះទេនឹងត្រូវបានដើរដោយប្រុងប្រយ័ត្នជើងស្រាលបំផុតអមទៅដោយសំឡេងសូត្រធររអ៊ូរបស់លោកឪដួងបន្តិចម្ដងក្អមដីនិងក្រណាត់សគឺជារបស់សម្រាប់ស្រូបយកវិញ្ញាណរបស់អ៊ំសុងនៅពេលដែលបានរកឃើញដោយលោកឪដួងគឺជាអ្នកបង្កើតនៃមុនយាមប្រលឹងចូលនាពេលវេលាពាក់កណ្ដាលអាធ្រាត្រទៅហើយលោកអ៊ំអេងជាមួយនឹងព្រះសង្ឃដួងព
ពួកគាត់ក៏បានមកដល់នឹងមាត់រុនដែលលាក់ខ្លួននៅក្រោមគុម្ពឫស្សីយ៉ាងជ្រៅខ្យល់ដង្ហើមចេញពីរូងមានក្លិនស្អុយឆ្អេះឆ្អាបដូចជាគំនរសាកសពដែលបានលាក់ទុកនៅទីនោះហើយអ៊ំអេងដែលជាអ្នកចុះទៅមុនដោយកាន់យកនឹកខ្សែពួររួមទាំងកំបិតព្រៃទាញវល់យឺតចំណែកឯលោកឪដួងព្រះអង្គបាននិមន្តតាមក្រោយដោយកាយវិការស្ងប់ស្ងាត់និងតាំងចិត្តធម៌ដោយដៃម្ខាងរបស់ព្រះអង្គកាន់យកក្អមនិងដៃម្ខាងទៀតកាន់ទៀនក្រមួនដែលមានអណ្ដាតភ្លើងមិនរង្គើទោះបីជាខ្យល់យ៉ាងណាក៏ដោយក្តីពន្លឺភ្លើងទៀនរបស់ព្រះអង្គហាក់បីដូចជាជំគៀងមានរនាំងការពារខ្យល់យ៉ាងអញ្ចឹងពេលដែលពួកគាត់ទាំងពីរបានចុះទៅដល់បាតរូងជើងរបស់គាត់ក៏ត្រូវបានកាត់ទឹកភក់ដល់ត្រជាក់ស្រេបត្រឹមជង្គង់តែម្ដងរីឯជញ្ជាំងរូងពោពេញទៅដោយស្លែរអិលនិងពន្លឺផ្លេកនៃភ្នែកសត្វល្អិតចម្លែកផ្សេងនៅក្នុងលអាងដែលរាប់នៅនឹងមាត់ទន្លេនោះលុះនៅពេលដែលពួកគាត់បានចូលទៅជ្រៅប្រមាណជាង30ម៉ែត្រពីលអាងផ្ទៃទឹកនៅក្នុងរូងក៏ស្រាប់តែចាប់ផ្ដើមពុះកញ្ជ្រោលពន្លឺភ្លើងទៀនក្រមួនរបស់លោកឪដួងក៏ប្រែទៅជាឆេះសន្ធោសន្ធៅបញ្ចេញពន្លឺភ្លឺចិញ្ចាចធ្វើឲ្យមើលឃើញនៅទិដ្ឋភាពដ៏គួរឲ្យរន្ធត់ដែលបាននៅក្នុងលអាងនោះនៅចំកណ្ដាលអាងទឹកនៅក្រោមដីគឺក្រពើយក្សស្រកាខ្មៅរលោងកន្ទុយមានភ្លើងប្រវែងជាង5ម៉ែត្រកំពុងតែហាមាត់បញ្ចេញនៅចង្កូមប៉ុនកដៃកែវភ្នែករបស់វានៅគ្រានោះបញ្ចេញពន្លឺពណ៌ខៀវខ្ចីដែលជាតំណាងឲ្យអំណាចរបស់ម្ចាស់ទឹកនៅក្បែរគល់កន្ទុយវាគេឃើញមានស្រមោលព្រិលរបស់អ៊ំសុងនោះគឺជាវិញ្ញាណរបស់គាត់នឹងឯងកំពុងតែអង្គុយអោបជង្គង់យំសោកហាក់បីដូចជាត្រូវអំពើឬក៏មុនអាគមចង់វិញ្ញាណរីឯក្រពើយក្សនោះបន្ទាប់ពីវាបានឃើញលោកឪដួងជាមួយនឹងអ៊ំអេងបានទៅដល់វាក៏បានពន្លឺសំឡេងឡើងលាន់កងរំពងពីពេញរូងនៅក្នុងលអាងនោះធ្វើឲ្យថ្មក្នុងរូងមានភាពរង្គើហើយជម្រាបទឹកក៏ចាប់ផ្ដើមជ្រាបចុះមកតក់មកកាន់រាងកាយរបស់ពួកគាត់ហើយវាបំរុងនឹងវាសំដៅមករកពួកគាត់ទាំងពីរហើយតែអ៊ំអេងគាត់បានចាប់យកកំបិតរៀបចំនឹងស្ទុះទៅប្រហារការពារលោកឪដួងមិនឲ្យត្រូវនឹងអំពើរបស់វានោះទេស្របគ្រានោះគាត់ក៏បានឧទានថាឈប់សិនណាញោមអេងទម្លាក់អាវុធចុះទៅណាទីនេះគឺជាកន្លែងរបស់គេបើសិនជាញោមប្រើកំហឹងវាមិនអាចយកឈ្នះកម្មវិរិយនោះទេណាញោមចាត់ទុកថាលោកឪដួងជាអ្នកដាស់តឿនញោមទៅចោះលោកឪដួងទ្រង់ក៏បានបោះនៅជំហានទៅមុខបន្តិចទោះទឹកលិចត្រឹមចង្កេះព្រះអង្គក៏ដោយហើយព្រះអង្គបានយាងទៅអង្គុយពេនភ្នែននៅលើផ្ទាំងថ្មមួយដុំនៅក្នុងលអាងនោះរួចព្រះអង្គក៏ចាប់ផ្ដើមសែបនៅមុនគាថាគឺគាថាភិវសូត្រឬក៏ព្រះសូត្រធម៌ផ្សាយមេត្តាចិត្តនឹងឯងដោយសំឡេងកងរំពងនិងអំណាចពន្លឺពណ៌លឿងទុំពីទៀនក្រមួនរបស់ព្រះអង្គបានជះពន្លឺហុំព័ទ្ធជុំវិញព្រះកាយរបស់លោកឪហាក់បីដូចជាមានរនាំងការពារដែលមើលនឹងផ្នែកទទេគឺមិនងាយឃើញនោះទេអំណាចនៃធម៌មេត្តារបស់ព្រះអង្គបានធ្វើឲ្យសីតុណ្ហភាពនៅក្នុងរូងប្រែទៅជាមានភាពកក់ក្ដៅឡើងវិញរីឯក្រពើយក្សដែលកំពុងតែហាមាត់ត្រៀមនឹងខំត្របាក់ក៏ស្រាប់តែទម្លាក់ក្បាលចុះផ្ទាល់នឹងដីរាងកាយដ៏ធំសម្បើមរបស់វាក៏លែងរើបំរាស់ទៅទៀតដែរភ្នែកពណ៌ខៀវក៏ប្រែទៅជាស្រទន់ហាក់បីដូចជាកំពុងតែស្ដាប់នៅព្រះធម៌ទេសនារបស់ព្រះឪនិងទទួលយកនៃការសុំខមាទោសពីមនុស្សលោកដែលនៅឯច្រាំងទន្លេឯណោះឃើញឱកាសល្អហុចផលឲ្យបែបនេះលោកឪដួងព្រះអង្គបានបើកគម្របក្អមដីរបស់ទ្រង់រួចក៏ហៅវិញ្ញាណអ៊ំសុងយ៉ាងច្បាស់ថាអេហេមច្ឆាវិញ្ញាណកន្ធៈសុងអើយសូមរូបកាយឯងរលាយចូលមកក្នុងទឹកដីនេះហើយសូមឯងលះបង់ក្តីអាល័យបោះបង់នៅសេចក្តីក្រោធហើយចូលមកក្នុងក្អមនេះចុះអាត្មាភាពសូមនាំឯងទៅកាន់សុគតិភពឆ្ពោះទៅរកពន្លឺនៃព្រះធម៌ស្រមោលព្រាលរបស់អ៊ំសុងដែលនៅឯចុងកន្ទុយរបស់ក្រពើបានងើបឡើងសម្លឹងមើលមកកាន់អ៊ំអេងរួចញញឹមទាំងទឹកភ្នែកលោក
បានមានកាយវិការលាជាលើកចុងក្រោយមុននឹងคล้ายខ្លួនទៅជាផ្សែងពណ៌សហោះរេវិលចូលទៅក្នុងក្អមដីរបស់លោកឪដួងទ្រង់ក៏បានប្រញាប់យកក្រណាត់សជាមួយនឹងអំបោះក្រហមយកមកចងបិទមាត់ក្អមយ៉ាងជិតរួចទ្រង់ក៏យកទឹកមន្តប្រោះព្រំពីលើក្បាលក្រពើយក្សដែលជាការដឹងគុណដែលព្រមដោះលែងវិញ្ញាណរបស់លោកអ៊ំសុងអ្នកទាំងពីរក៏បានធ្វើដំណើរថយក្រោយយឺតទៅតាមខ្សែសីមារហូតឡើងមកដល់នៅមាត់រូងដោយសុវត្ថិភាពពន្លឺព្រះអាទិត្យព្រឹកថ្មីបានរះឡើងហើយបានលុបបំបាត់នៅភាពងងឹតទាំងឡាយអ៊ំអេងបានអោបក្អមដីយ៉ាងជាប់នៅក្នុងដើមទ្រូងរបស់គាត់ហើយទឹកភ្នែកកូនប្រុសបានហូរស្រក់ចេញមកដោយសេចក្តីអាឡោះអាល័យចំពោះមិត្តរបស់គាត់ប៉ុន្តែក៏ធូរស្រាលនៅក្នុងចិត្តបានមួយគ្រាដែរដែលបានជួយសង្គ្រោះវិញ្ញាណមិត្តមិនឲ្យរងទុក្ខវេទនានៅក្នុងល្អាងនោះត្រឡប់មកដល់វត្តវិញពិធីបាំងស្គរនិងបានបញ្ជូនកុសលយ៉ាងធំដុំត្រូវបានរៀបចំឡើងដោយមានការរួមបញ្ចូលពីអ្នកភូមិកំពង់ស្ទឹងទាំងមូលផងដែរនៅក្នុងឆ្នាំនោះចំណែកឯក្អមដីក៏ត្រូវបានបញ្ចុះនៅក្រោមគល់ពោធិ៍មួយដើមដែលមានទីតាំងនៅក្នុងទីអារាមដើម្បីឲ្យវិញ្ញាណរបស់អ៊ំសុងបានស្ដាប់នៅព្រះធម៌ជារៀងរាល់ថ្ងៃសិលតាំងពីពេលនោះមកអន្លង់បិសាចនិងរូនក្រពើនៅឯជ្រោយពោះតោងបានคล้ายទៅជាតំបន់ដែលគេហាមឃាត់ដាច់ខាតគឺមិនឲ្យអ្នកនេសាទឬក៏អ្នកភូមិនៅក្នុងភូមិកំពង់ស្ទឹងបានរៀនសូត្រអំពីមេរៀននេះហើយក៏មិនឲ្យទៅនេសាទនៅតំបន់នោះដែរព្រោះថាមានកម្លាំងមានប្រាជ្ញាតែមិនត្រូវភ្លេចនៅធម៌មេត្តានិងការចេះបន្ទាបខ្លួនចំពោះធម្មជាតិនៅជុំវិញខ្លួនយើងឡើយក្រោយពីព្រលឹងរបស់អ៊ំសុងបានទៅស្ងប់នៅក្នុងវត្តនៃឯភូមិកំពង់ស្ទឹងខ្យល់រដូវរំហើយក៏ចាប់ផ្ដើមបើកបក់មកដល់ហាក់បីដូចជាទទួលនៅរដូវថ្មីទឹកទន្លេដែលធ្លាប់តែលហិចលហឹមបានស្រកចុះបន្សល់ទុកនៅទួលខ្សាច់និងល្បាប់ភក់ការនេសាទក៏លែងសូវសម្បូរដូចមុនដែរគឺបង្ខំឲ្យអ៊ំអេងងាកទៅរកមុខរបរចាស់របស់គាត់កាលពីមុនសង្គ្រាមគឺការបរបាញ់និងស្វែងរកអនុផលព្រៃឈើវិញម្ដងព្រៃខ្មៅដែលជាព្រៃស្រងសែនអាចកំបាំងនៅឯក្រោយភូមិភាពសុខសាន្តរបស់អ្នកភូមិក៏ត្រូវបានរង្គើម្ដងទៀតនៅពេលដែលត្រីងៀតនិងស្បៀងអាហារដែលអ្នកភូមិកំពង់ស្ទឹងខំសន្សំទុកក៏ត្រូវបានលួចយកទៅអស់បាត់គ្មានសល់នៅពេលមួយយប់អ្វីដែលគួរឲ្យព្រឺក្បាលនោះគឺបន្សល់ទុកត្រឹមតែស្នាមជើងសត្វធម្មយ៉ាងដែលជើងមុខស្នាមដូចជាខ្លារីឯជើងក្រោយមានស្នាមដូចជាជើងមនុស្សចាស់នៅក្នុងភូមិក៏ខ្សឹបខ្សៀវខ្សាវតគ្នាដោយភាពភ័យខ្លាចថានេះគឺជាសត្វស្មឹងឬមួយក៏ជាសត្វដែលបានកើតចេញពីអំបូរវិញ្ញាណខ្មោចព្រៃដែលចុះមកពីលើភ្នំស្វែងរកចំណីនោះឯងដើម្បីការពារក្មេងៗកំព្រានិងអ្នកភូមិអំឡុងពេលនោះអ៊ំអេងគាត់ក៏ចាប់ផ្ដើមសម្រេចចិត្តស្ពាយកំភ្លើងនិងកំបិតព្រៃដើរចូលសម្ដៅទៅក្នុងព្រៃខ្មៅតែម្នាក់ឯងដោយគាត់មិនបានប្រាប់ពីដំណើរនេះទៅកាន់លោកឪដួងនោះទេពោលគឺគាត់មិនចង់ឲ្យលោកឪដួងទៅពិបាកជាមួយនឹងគាត់ព្រោះថាគាត់ទៅបរបាញ់សត្វហើយរឿងនេះគឺមិនពាក់ព័ន្ធទៅដល់ព្រះសង្ឃនោះទេគាត់ដឹងថាការទប់ទល់ជាមួយនឹងសត្វក្រឡាខ្លួនគឺមិនអាចប្រើតែកម្លាំងបាយបាននោះឡើយតែត្រូវការប្រាជ្ញាជាមួយនឹងជំនាញរស់រានមានជីវិតនៅក្នុងព្រៃដ៏ស្ទាត់ជំនាញរបស់គាត់អំឡុងនោះអ៊ំអេងគាត់បានដើរជន់ពីលើឫសឈើនិងផ្ទាំងថ្មដើម្បីកុំឲ្យបន្សល់នៃស្នាមជើងហើយគាត់ក៏បានយកជ័រឈើគឺជាដើមរាជកុលលាបពោពេញទៅដោយសម្លៀកបំពាក់របស់គាត់ដើម្បីមិនឲ្យមានក្លិនទៅប៉ះត្រចៀករបស់សត្វស្មឹងហិតក្លិនដឹងអំពីមនុស្សគាត់បានសង្កេតមើលនៅស្នាមខ្វាយនៅលើដើមឈើនិងទិសដៅនៃសត្វស្លាបហើរផ្អើលដែលបានភ្ជាប់ពីទីតាំងលាក់ខ្លួនរបស់សត្វសាហាវនោះគឺនៅក្បែរប្រភពទឹកពេលនោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាហាក់បីដូចជាគាត់ជួបប្រទះជាមួយនឹងសភាវៈអ្វីម្យ៉ាងដែលកំពុងតែសម្លឹងមកកាន់គាត់មិនមកអង្គយូរនោះទេគាត់ក៏ចាប់ផ្ដើមរៀបចំអន្ទាក់ហើយអន្ទាក់នោះគឺបញ្ចុះទៅដោយមន្តគាថាមួយមេផងដែរគឺយន្តធ្នូភ្លើងគាត់ក៏ចាប់ផ្ដើមចងខ្សែត្រប់បាញ់បញ្ចូលគ្នាកាត់ផ្លូវសត្វដើរដោយតភ្ជាប់ទៅនឹងធ្នូដែលប្រឡាក់ទៅដោយជ័រទឹកឆេះដើម្បីបង្អើលសត្វដែលខ្លាចពន្លឺភ្លើង
អេងនៅគ្រានោះគាត់ក៏បានតាមដានរហូតដល់តំបន់ជ្រលងថ្មមួយដែលពោពេញទៅដោយអាប់ក្រាស់នៅពេលកណ្ដាលអាធ្រាត្រឈានចូលមកដល់ភ្លាមនៅក្រោមពន្លឺព្រះច័ន្ទពេញបរមីសំឡេងបាក់មែកឈើបានលាន់ឡើងយ៉ាងច្បាស់ស្រមោលខ្មៅដ៏ធំនោះបានលេចចេញមកវាមានដងខ្លួនដូចជាមនុស្សដ៏ធំដំបងតែមានក្បាលនិងក្រញាំដូចជាសត្វខ្លាបន្តិចដូចជាចចកបន្តិចចំណែកឯច្រមុះរបស់វាបើមើលពីជ្រុងម្ខាងទៅហាក់បីដូចជាសត្វក្រពើភ្នែករបស់វាបញ្ចេញពន្លឺលឿងទុំគួរឲ្យខ្លាចជាទីបំផុតសត្វស្មឹងនោះវាបានដើរចូលមកចំលើខ្សែអន្ទាក់យ័ន្តភ្លើងរបស់អេងស្នូអន្ទាក់វត្តលន់ស្នូខ្វាប់ធ្នូភ្លើងបានបាញ់ចំទៅកាន់កន្លែងវាដែលជាប់នោះហើយបានឆាបឆេះនៅក្បែរជើងរបស់វាធ្វើឲ្យវាលោតថយក្រោយនិងបន្លឺសំឡេងក្រហឹមយ៉ាងញ័ររញ្ជួយព្រៃអេងគាត់មិនបងអង្គយូរនោះទេគាត់ក៏ចាប់ផ្ដើមទាញខ្សែដើម្បីបាញ់ធ្នូភ្លើងបន្ថែមទៀតឲ្យប្រឡាក់ជាមួយនឹងឈាមឆ្កែខ្មៅតាមជំនឿចាស់ៗពីបុរាណឈាមឆ្កែខ្មៅគឺអាចបំបែកនៃមន្តអាគមស្មឹងសំដៅទៅចំស្មារបស់វាគ្រានោះធ្វើឲ្យវាដួលទៅលើដីផ្ងាក់ក្រោយមួយជំហានព្រួញបានបាញ់ប្រហារចំគោលដៅល្អណាស់ក៏ប៉ុន្តែសត្វនោះគឺមិនទាន់ដួលទៅលើដីនៅឡើយនោះទេវាបែរជាសម្លឹងមកកាន់អេងដោយក្រសែភ្នែកបង្កប់នៅគំនុំនិងការចង់អាឃាតនៃភាពឈឺចាប់មុននឹងវាប្រើកំញាំទាញព្រួយនោះចេញពីស្មារបស់វាហើយវាបានលោតផ្លោះចូលទៅក្នុងទីងងឹតនៃព្រៃហើយបានបន្សល់ទុកនៅកំណក់ឈាមដ៏ខ្មៅស្រអាប់មួយដំណក់នៅតាមដងផ្លូវហើយអេងបន្ទាប់ពីគាត់ឃើញនៅហេតុការណ៍នៃសភាវៈនោះគាត់បានដឹងយ៉ាងច្បាស់ថាសត្វនេះគ្រាន់តែរងរបួសហើយវានឹងត្រូវការកាន់តែកាចសាហាវជាងមុនទ្វេដងទៅទៀតបន្ទាប់មកគាត់ក៏ចាប់ផ្ដើមប្រមូលឧបករណ៍ហើយក៏ប្រញាប់ធ្វើដំណើរត្រឡប់មកកាន់ភូមិវិញទាំងកណ្ដាលយប់ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមមួយនេះដ៏ធំធេងព្រៃខ្មៅបានលន់និងបានលាក់អាចកំបាំងដ៏ធំជាងអ្វីដែលគាត់បានគិតទៅទៀតនៅពេលដែលគាត់បានមកដល់ភូមិគាត់ក៏ចាប់ផ្ដើមយករឿងរ៉ាវនេះផ្ដាំទៅកាន់អ្នកភូមិគ្រប់គ្នាឲ្យបានដឹងជាពិសេសគឺស្វែងយល់អំពីហេតុការណ៍ដ៏អាក្រក់នោះព្រោះថារឿងនេះគឺមិនមែនជារឿងលេងសើចនោះទេអស់ពីក្រពើគឺចូលសត្វសាហាវវាមិនមែនជាខ្លាហើយវាក៏មិនមែនជាតោមិនមែនជាជ្រូកព្រៃនោះទេហើយសភាវៈនោះគឺបង្កប់ទៅដោយអាចកំបាំងនៃអាគមអញ្ចឹងហើយបានជាគាត់ដកជាប់នៅក្នុងអារម្មណ៍របស់គាត់នៅពេលនោះហើយអំឡុងពេលដែលគាត់បានប្រទះឃើញគឺគាត់មានភាពតក់ស្លុតជាខ្លាំងគាត់មិនដែលបានជួបនៅសភាវៈទាំងអស់នោះឡើយសូម្បីតែអារម្មណ៍គាត់ក៏គាត់មានអារម្មណ៍ថាហាក់បីដូចជាចាញ់ច្រាបនៅបារមីនៃសភាវៈទាំងអស់នោះផងដែរបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏តានតឹងនៅក្រោមពន្លឺព្រះច័ន្ទអេងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាគាត់មិនអាចទុកឲ្យអ្នកភូមិស្ថិតនៅក្នុងស្ថានភាពភ័យខ្លាចតទៅមុខទៀតបាននោះទេបន្ទាប់ពីគាត់អត់ទៅថ្ងៃណាមួយនៅក្នុងនាមជាអ្នកមានបទពិសោធន៍ដែលបានរស់រាននៅក្នុងព្រៃដ៏សុទ្ធជំនាញគាត់ដឹងយ៉ាងច្បាស់ថាតាមប្រមាញ់សត្វដែលកំពុងតែរងរបួសវាគឺជាពេលវេលាមួយដ៏ល្អបំផុតហើយក៏ជាការគ្រោះថ្នាក់ផងដែរនៅពេលដែលត្រឡប់មកដល់ភូមិទាំងកណ្ដាលអាធ្រាត្រអេងគាត់បានដាស់អ្នកភូមិទាំងអស់ឲ្យក្រោកឈរឡើងរួមសាមគ្គីគ្នារៀបចំប្រព័ន្ធការពារភូមិជាមុនសិនមុននឹងគាត់ចេញទៅបញ្ចប់នៅរឿងនេះអ្នកភូមិបាននាំគ្នាកាប់មែកពុត្រានិងបន្លាស្អិតយកមកកព័ទ្ធជុំវិញភូមិព្រមទាំងយកអំបោះក្រហមដែលបានបន្សល់ទុកពីលោកឪដួងយកមកប្រោះព្រំនៅតាមសសរផ្ទះហើយបានចងភ្ជាប់ទៅនឹងសសរនៃដំបូលបន្ទាប់មកអ្នកភូមិក៏បានយកចងព័ទ្ធពីផ្ទះមួយទៅផ្ទះមួយផងដែរហើយអ្នកភូមិខ្លះទៀតក៏បាននាំគ្នាទៅដុតភ្នក់ភ្លើងក៏គ្រប់ច្រកល្ហកព្រោះថាសត្វកាឡាខ្លួនខ្លាចពន្លឺភ្លើងជាងអ្វីទាំងអស់លុះព្រឹកព្រលឹមស្រាងអេងគាត់ក៏បានស្ពាយធ្នូជាមួយនឹងកំភ្លើងរួមទាំងកំបិតអមជាមួយនឹងទឹកបំពង់ដាក់ក្នុងឃ្លោកគឺជាទឹកមុនដែលសុំពីលោកឪដួងដើម្បីគាត់ចាក់ចេញដំណើរតាមដាននៃកំណក់ឈាមខ្មៅដែលបានហូរចូលទៅក្នុងព្រៃដ៏សែនជ្រៅលុះនៅពេលដែលពួកគាត់បើកការតាមដានបានអូសបន្លាយកាត់ជ្រលងភ្នំជាមួយនឹងតំបន់ព្រៃឫស្សីក្រាស់ខ្មឹករហូតមកដល់នឹងមាត់ល្អាងថ្មមួយ
ដែលបានលាក់ខ្លួនយ៉ាងល្អក្រោយវល់យិរយានិងមានក្លិនឆ្អាបឆ្អេះអ៊ំអេងបានឈានជើងចូលទៅយ៉ាងប្រុងប្រយ័ត្ននៅជ្រុងងងឹតនៃល្អាងគាត់ក៏បានឃើញសត្វស្មឹងដ៏ធំមួយក្បាលកំពុងតែដកដង្ហើមញាប់ខណៈពេលដែលវាត្រូវរបួសហូរឈាមចេញពីខាងមុខប៉ុន្តែនៅពេលដែលពន្លឺជះចំចូលទៅដល់អ្វីដែលអ៊ំអេងបានឃើញនោះវាគឺមិនមែនជាបិសាចសាហាវនោះទេតែវាគឺជារូបរាងមនុស្សចាស់ម្នាក់ដែលខ្លួនប្រាណពោពេញទៅដោយរោមខ្លាកំពុងតែយំសោកសង្រេងនៅនឹងកជើងរបស់គាត់គឺមានជាប់នៅកងជើងដែកបុរាណមួយដែលបានឆ្លាក់យ័ន្តបណ្ដាសាអោអ្នកក្លាហានអើយសត្វស្មឹងនិយាយដោយសំឡេងខ្សោៗជាភាសាមនុស្សទីតើខ្ញុំមិនមែនចង់ធ្វើបាបអ្នកភូមិទេតែខ្ញុំរងរបួសបណ្ដាសានៃព្រៃនេះតាំងតែពីជំនាន់សង្គ្រាមមកម្ល៉េះព្រោះតែភាពស្រេកឃ្លានខ្ញុំក៏បានស៊ីសាច់សត្វដែលជាយានជំនិះរបស់អ្នកតាព្រៃដើម្បីជួយរំដោះខ្ញុំសូមអ្នកទាំងអស់គ្នាមេត្តាយោគយល់ដល់ខ្ញុំផងលុះនៅពេលដែលបានស្ដាប់ការពិតលោកអ៊ំអេងដែលបានធ្លាប់ឆ្លងកាត់ការជួយចាប់នាសម័យសង្គ្រាមនៅក្នុងឆ្នាំ1979ដូចគ្នាបានយល់ពីការរំទុកវេទនានៃបុរសចំណាស់ម្នាក់នោះជំនួសនៃការទាញកំភ្លើងបាញ់សម្លាប់គាត់ក៏បានដាក់នៅអាវុធទាំងអស់នោះចុះរួចបានដើរចូលទៅជិតដោយសេចក្តីក្លាហាននិងមេត្តាធម៌អ៊ំអេងបានយកទឹករបស់លោកឪដួងយកទៅស្រោចពីលើមុខរបួសរួមទាំងកជើងដែកដែលបានដាក់បណ្ដាសានិងទន្ទិញគាថាផ្ដាច់បណ្ដាសាដែលលោកអ៊ំអេងបានចេះពីលោកឪដួងកងជើងដែកនោះបានប្រេះបែកជាពីររូបរាងជាសត្វខ្លាបានរលាយបាត់បន្តិចម្ដងคล้ายទៅជាផេះផង់ហោះហើរទៅតាមខ្សែខ្យល់ហើយបន្សល់ទុកតែពន្លឺវិញ្ញាណដ៏សមួយបានអោនក្បាលគោរពអ៊ំអេងជាលើកចុងក្រោយមុននឹងរសាត់បាត់ចូលទៅក្នុងសុគតិភពបាត់ទៅការត្រឡប់មកដល់ភូមិអ្នកភូមិកំពង់ស្ទឹងអ៊ំអេងមិនត្រឹមតែនាំមកនៅដំណឹងនៃការបញ្ចប់សត្រូវប៉ុណ្ណោះនោះទេគាត់បានបង្រៀនអ្នកភូមិអំពីមេរៀននៃការអត់លំទោនការយល់ចិត្តនិងក្បួនតម្រេះនៃការរស់រាននិងជាការសម្រុងជាមួយនឹងធម្មជាតិដល់អាចកំបាំងនៅពេលវេលាចេះតែកន្លងផុតទៅភូមិកំពង់ស្ទឹងក៏ប្រែក្លាយពីភូមិកំសត់ទៅជាសហគមន៍មួយដែលសម្បូរទៅដោយការនេសាទនិងការទាញយកផលពីព្រៃដោយនិរន្តរភាពរីឯភាពរបស់អ៊ំអេងវិញវីរភាពរបស់គាត់និងការចងចាំចំពោះអ៊ំសុងបានคล้ายទៅជារឿងព្រេងអមតៈដែលចាស់តែងតែនិទានតគ្នាប្រាប់ក្មេងៗនៅជុំវិញរំពងភ្លើងនារដូវរំហើយដើម្បីរំលឹកពីភាពក្លាហាននិងការតស៊ូមេត្តាធម៌របស់អ្នករស់រានមានជីវិតនាសម័យកាលនោះចំណែកឯរឿងរ៉ាវនេះគឺបានបញ្ចប់តែត្រឹមនេះផ្ទុយពីរឿងរ៉ាវមុនហើយចំណែកឯវិញ្ញាណក្រពើឬក៏អាស្រកាខ្មៅកន្ទុយភ្លើងវាក៏បានបញ្ចប់នៅក្នុងសាច់រឿងនេះផងដែរហើយអ៊ំអេងប្រហែលជា2 ទៅ 3 ឆ្នាំគាត់បានលាចាកទៅជាលក្ខណៈធ្វើជាព្រះសង្ឃវិញពលគឺគាត់មិនមែនជាលាចាកសិក្ខាបទដោយព្រះសង្ឃឡើយគឺគាត់បានលាចាកនៅកិលេសឬក៏កម្មគុណទាំងពួងហើយអ្នកភូមិគ្រប់គ្នាក៏បាននាំគ្នាអបអរសាទរចំណែកឯភូមិកំពង់ស្ទឹងនាពេលបច្ចុប្បន្ននេះក៏ត្រូវបានរងគ្រោះនៃគ្រោះធម្មជាតិផងដែរប៉ុន្តែបើសិនជាគេនិយាយអំពីសត្វចម្លែកឬក៏សត្វអាគមផ្សេងនោះគឺអ្នកភូមិនាពេលបច្ចុប្បន្នគឺមិនមាននរណាម្នាក់បានប្រទះឃើញនោះទេក៏ប៉ុន្តែនៅមានមនុស្សមួយចំនួនគាត់បាននិយាយថានៅពេលដែលគាត់ចេញទៅនេសាទនៅឯទន្លេក្រៅដែលជាព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំងពោធិ៍សាត់និងកំពង់ធំសៀមរាបពលគឺចំផ្ទៃកណ្ដាលបឹងទន្លេសាបតែម្ដងគ្រប់គ្នាពេលខ្លះនៅខែទឹកឡើងក៏បានសង្កេតឃើញនៃស្រមោលក្រពើដ៏ធំប៉ុន្តែក្រពើទាំងអស់នោះវាមិនបានធ្វើឲ្យអ្នកនេសាទរងគ្រោះឬក៏វិនាសជាជីវិតនោះទេគឺគ្រាន់តែបង្ហាញខ្លួននៅពេលថ្ងៃសិលហើយអ្នកខ្លះបានជឿថានៅពេលដែលអ្នកគ្រប់គ្នាបានឃើញនៃសភាវៈនោះគ្រប់គ្នាធ្វើការបួងសួងបន់ស្រន់ព្រោះថានៅពេលដែលបានឃើញគឺនាំសេចក្តីសុខចម្រើនដល់អ្នកនេសាទគ្រប់គ្នាហើយត្រីគឺបានផលច្រើនផងដែរនេះគឺជាជំនឿ
របស់អ្នកភូមិកំពង់ស្ទឹងនាជំនាន់នោះរហូតមកដល់បច្ចុប្បន្ននេះហើយរឿងរ៉ាវនេះក៏ត្រូវបានបញ្ចប់ផងដែរដូច្នេះសូមអរគុណចំពោះប្រិយមិត្តដែលបានតាមដានស្ដាប់នៅសាច់រឿងតាំងតែពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាសាច់រឿងនេះនឹងអាចធ្វើឲ្យប្រិយមិត្តស្វែងយល់អំពីអបិយជំនឿក៏ដូចជាគ្រូអាគមអូមអាមអំពើអំព័ន្ធអាបធ្មប់កាលពីជំនាន់មុនខ្មែរយើងតែងតែនិយមខ្លាចរអាគ្រប់គ្នាជាពិសេសគឺស្អប់ខ្ពើមណាស់អ្នកដែលចេះនៅរបៀនគាថាទាំងអស់នោះ